បាទសួស្តីបងប្អូនថ្ងៃនេះមកក្រាក់កង្កែបទៀតហើយបាទខែនេះគឺជារដូវកាលមួយដែលកង្កែបក្រាំងបាទវាអត់ទាន់ចេញពីរុនទេដោយសារអត់ទាន់មានភ្លៀងបាទចឹងហើយកង្កែបនៅក្នុងរុនកែបក្រាំងនេះគឺឆ្ងាញ់ខ្លាំងណាស់បងប្អូនបាទពងនឹងខ្លាញ់ពេញពោះតែម្ដងបាទអូឆ្ងាញ់មែនតើហើយកង្កែបខែហ្នឹងបងប្អូនកង្កែបខែហ្នឹងស្អាតទៀតណាអត់ឃើញដូចកង្កែបខែភ្លៀងបងប្អូនណាតើបងប្អូនកុំឲ្យខាតពេលយូរទៅតាមទស្សនាវីដេអូពេញទាំងអស់គ្នាបាទរបៀបធ្វើយ៉ាងណាខ្ញុំនឹងប្រាប់លម្អិតនៅក្នុងវីដេអូនេះបងប្អូនបាទជាដំបូងយើងត្រូវបុកគ្រឿងជាមុនសិនបងប្អូនបាទសម្រាប់គ្រឿងខ្ញុំត្រូវបុកនោះមានខ្ទឹមសមានម្ទេសមានសណ្តែកដីហើយយើងថែមល្មៀតបន្តិចមកដើម្បីយកពណ៌វាស្អាតបងប្អូនបាទបាទបន្ទាប់មកយើងចិញ្ច្រាំប្រហុកបាទសម្រាប់ប្រហុកគឺបងប្អូនអាចដាក់តាមចំណង់ចំណូលចិត្តបងប្អូនបានតែសម្រាប់ខ្ញុំគឺខ្ញុំដាក់បន្លែម៉បងប្អូនបាទកង្កែបយើងធ្វើរួចរាល់ហើយបងប្អូនបាទហើយសម្រាប់គ្រឿងគឺយើងមានគ្រឿងបុកនិងគ្រឿងដបដាក់បាទគ្រឿងដបដាក់ហ្នឹងគឺមានគល់ស្ក្រៃរំដេងស្លឹកក្រូចសើចបងប្អូនបាទបងប្អូនកង្កែបគឺខ្ញុំដាក់ទាំងស្បែកដោយសារខ្ញុំចូលចិត្តហូបស្បែកដែរបងប្អូនបាទបើសិនជាបងប្អូនណាដែលគាត់មិនចូលចិត្តអាចបកចេញទៅបាទហើយកង្កែបនេះដែរមុននឹងធ្វើគឺខ្ញុំបានដាំទឹកស្រស់កោសអំបិលកោសក្អែវាចេញរួចរាល់ហើយបងប្អូនតោះចាប់ផ្ដើមធ្វើបាទជាដំបូងយើងត្រូវលីងគ្រឿងបាទគ្រឿងបុកនិងគ្រឿងដំហ្នឹងលីងចូលគ្នាជាមួយនឹងប្រហុកឲ្យឈ្ងុយមកបងប្អូនបាទនៅពេលដែលយើងលីងគ្រឿងក្រើយើងក្រៀមឈ្ងុយអញ្ចឹងមកយើងវាយកង្កែបចូលបាទសម្រាប់កង្កែបគឺខ្ញុំកាប់ជាដុំអញ្ចឹងណាបន្ទាប់ពីដាក់កង្កែបចូលហើយយើងចាប់ផ្ដើមលីងគ្រឿងជាមួយនឹងកង្កែបហ្នឹងឲ្យឈ្ងុយចូលជាតិជាមួយគ្នាមកបាទបាទកុំភ្លេចអំពិលទុំតិចមកបាទបន្ទាប់ពីដាក់អំពិលទុំហើយយើងវាយទៅដោះគោស្រស់ចូលបាទចំនួន1ចានទៅយ៉ាងមកបាទហើយវាយគ្រឿងទេសចូលមកសម្រាប់គ្រឿងទេសយើងមានស្ករមានប៊ីចេងមានរ៉ូឌីបាទដាក់តាមចំណង់ចំណូលចិត្តបងប្អូនទៅចូលចិត្តរសជាតិបែបណាដាក់តាមហ្នឹងទៅបាទសម្រាប់ទឹកបងប្អូនអាចថែមបន្តិចមកបាទថែមមកល្មមកកុំឲ្យច្រើនពេកបាទព្រោះថាសម្លក្រាក់នេះផុកបានឆ្ងាញ់បាទនេះបងប្អូនពុះល្អណាស់បងប្អូនអើយឈ្ងុយហើយឡើងពណ៌ស្អាតណាស់បាទមកហូបមួយមុខនេះគឺឆ្ងាញ់ខ្លាំងមែនតើបាទ10លើ10តែម្ដងបងប្អូនអើយនេះបាទហើយសម្រាប់វិធីធ្វើវិញខ្ញុំគិតថាប្រហែលជាអាចខុសគ្នាតិចបងប្អូនបាទទៅតាមស្រុកទៅតាមភូមិទៅតាមតំបន់ដែលយើងរស់នៅផ្សេងគ្នាអញ្ចឹងណាបងប្អូនបាទនេះសម្លយើងឆ្អិនណាបងប្អូនអូនេះបាទសម្រាប់សម្លមួយមុខនេះបាទជាមួយបាយក៏ត្រូវជាមួយអាចាក់ជុំគ្នាក៏ត្រូវបាទជាពិសេសយើងបានកែបធម្មជាតិកែបក្រាំងហ្នឹងទៀតណាបងប្អូនបាទឆ្ងាញ់ខ្លាំងណាស់បងប្អូនអើយពងនឹងខ្លាញ់ពេញពោះតែម្ដង